សម្បត្តិលេទាំងស្រណោះនឹងការសន្យាចុងក្រោយគោរពជូនអ្នកម្ដាយជាទីគោរពស្រឡាញ់របស់កូនបំផុតនៅក្នុងបន្ទប់ឃុំឃាំងដ៏ចង្អៀតនេះកូនសរសេរសម្បត្តិនេះមកអ្នកម្ដាយអិនទឹកភ្នែកនិងក្តីនឹករលឹកដែលមិនអាចថ្លែងបានកូនបានទទួលដំណឹងអំពីសុខភាពរបស់អ្នកម្ដាយហើយបេះដូងកូនហាក់ត្រូវបានគេកាត់ជ្រៀកជាចម្រៀកនៅពេលដែលដឹងថាអ្នកម្ដាយកំពុងតែឈឺចាប់ដោយសារជំងឺមហារីកប៉ុន្តែកូនបែរជាគ្មានឱកាសបានទៅនៅក្បែរហើយបំរើទឹកបំរើបាយឬគក់ច្របាច់ដៃជើងជូនអ្នកម្ដាយទៅវិញនៅក្នុងភាពស្ងាត់ជ្រងំនៃពន្ធនាគារកូនតែអង្គុយនឹកស្រមៃឃើញផ្ទៃមុខនិងប្រអប់ដៃដ៏ក្រើមដោយសារការងារធ្ងន់របស់អ្នកម្ដាយកូនដឹងច្បាស់ថាកូនមានថ្ងៃនេះមានចំណេះដឹងនិងស្មារតីរឹងមាំក៏ដោយសារតែអ្នកម្ដាយជាស្ត្រីដៃថែបអ្នកម្ដាយបានតស៊ូទាំងយប់ទាំងថ្ងៃបង្ហូរញើសឈាមដើម្បីចិញ្ចឹមកូនឲ្យបានរៀនសូត្រនិងប្រដៅទូនមានកូនឲ្យស្គាល់នៅតម្លៃនៃភាពស្មោះត្រង់លើសអំពីមាសប្រាក់កូនមិនដែលភ្លេចឡើយនៅសេចក្តីស្រឡាញ់ដ៏មហាសាលដែលអ្នកម្ដាយសុខចិត្តលក់ដីធ្លីទ្រព្យសម្បត្តិដើម្បីតែព្យាបាលជំងឺកូនដែលកើតជំងឺវង្វេងរាល់ខែអ្នកម្ដាយដឹងទេថាមានផ្លូវមួយដែលកូនអាចចេញទៅជួបមុខអ្នកម្ដាយជាលើកចុងក្រោយនាពេលនេះភ្លាមបានគឺកូនគ្រាន់តែលើកដៃប្រណម្យសុំទោសហើយបោះបង់ចោលនៅឧត្តមគតិជីវិតរបស់កូនប៉ុន្តែកូននៅចងចាំជានិច្ចនៅសម្ដីមាសរបស់អ្នកម្ដាយដែលថាទោះបីស្លាប់ក៏ត្រូវស្លាប់ឲ្យមានតម្លៃបំផុតអ្នកម្ដាយមិនចង់ឲ្យកូនលក់ប្រលឹងហើយដួលយកសេរីភាពផ្ទាល់ខ្លួនឡើយព្រោះសេរីភាពដែលបានមកអំពីការអោនក្បាលចំពោះអយុត្តិធម៌គឺជាសេរីភាពដែលឥតមានតម្លៃសោះឡើយក្នុងគ្រាចុងក្រោយនេះកូនសូមសន្យានឹងអ្នកម្ដាយថាកូននឹងបន្តការពារបរិស្ថានការពារព្រៃឈើនិងធនធានធម្មជាតិដែលជាដង្ហើមរបស់ខ្មែរគ្រប់រូបដោយដែលអ្នកម្ដាយធ្លាប់ផ្ដែផ្ដាំកូននឹងរឹងមាំបំផុតទោះបីជាត្រូវជាប់ឃុំ6ឆ្នាំក៏កូនមិនឲ្យជញ្ជាំងដៃថែបនេះបង្ខាំងស្មារតីកូនបានឡើយកូននឹងរក្សាកិត្តិយសគ្រួសារពេលនឹងវ័នអ្នកការពារសិទ្ធិមនុស្សឆ្នើមពេលនឹងវ័ន Frontline Defenders និងពេលនឹងវ័ន Right Livelihood ដែលកូននិងស្ថាប័នរបស់កូនទទួលបានគឺជាសក្ខីកម្មដែលឆាកអន្តរជាតិទទួលស្គាល់ថាអ្វីដែលកូនបានធ្វើគឺជារឿងត្រឹមត្រូវនិងសុចរិតពានរង្វាន់ទាំងនេះជាមេដាយនៃសេចក្តីក្លាហានដែលកូនសូមបំពាក់ជូនអ្នកម្ដាយនាពេលនេះទោះបីជាថ្ងៃមុខលែងមានវត្តមានរបស់អ្នកម្ដាយក៏ដោយក្តីក៏សូមវិញ្ញាណក្ខន្ធរបស់អ្នកម្ដាយស្ថិតនៅក្នុងខ្យល់អាកាសនិងព្រៃឈើដែលកូនធ្លាប់បានចូលរួមថែរក្សាការពារអ្នកម្ដាយរបស់កូនអើយបើទោះបីជាតិនេះកូនគ្មានវាសនាបានឃើញមុខអ្នកម្ដាយជាលើកចុងក្រោយក៏កូនសូមឲ្យអ្នកម្ដាយចាក់ចេញទៅដោយសេចក្តីស្ងប់កូនសូមសន្យាថានឹងធ្វើជាកូនប្រុសដែលអ្នកម្ដាយតែងតែមានមោទនភាពបំផុតកូនសូមយកសេចក្តីស្រឡាញ់របស់អ្នកម្ដាយមកធ្វើជាកម្លាំងចិត្តដើម្បីឆ្លងកាត់របងដែកនេះហើយចាក់ចេញទៅបម្រើជាតិរបស់យើងវិញដោយសេចក្តីថ្លៃថ្នូរសូមទេវតាជួយថែរក្សាអ្នកម្ដាយរបស់ខ្ញុំផងឲ្យគាត់បាននៅសេចក្តីស្ងប់សុខសាន្តកូនស្រឡាញ់អ្នកម្ដាយលើសពីអ្វីទាំងអស់នៅក្នុងโลกនេះហើយយើងនឹងជួបគ្នានៅក្នុងសេចក្តីល្អដែលមិនចេះសាបសូន្យនិងមិនចេះស្លាប់ពីកូនប្រុសរបស់អ្នកម្ដាយយាមលិង្ហៀដែលតែងតែមានមោទនភាពបំផុតកើតមកជាកូនប្រុសរបស់អ្នកម្ដាយពីពន្ធនាគារខេត្តកំពង់ស្ពឺច្រៀងបំពេឲ្យកូនគេ